គ្រូខ្ញុំបាទឈ្មោះផាម៉ានីសុចិត្រាថ្ងៃនេះខ្ញុំមកអានមេរៀនឲ្យអ្នកគ្រូស្ដាប់មេរៀនទី8រឿងដឹកចិត្តដល់ប្រពៃអំណាចថ្ងៃមួយស្រីនាថបានត្រឡប់មកពីសាលារៀនមុនម៉ោងមីងននឆ្ងល់ក៏សួរមិនដេចថ្ងៃនេះក៏ចេញពីរៀនមុនម៉ោងដូចនេះស្រីនាថឆ្លើយចាស់ម៉ាក់ថ្ងៃនេះអ្នកគ្រូខ្ញុំឈឺស្រីនាថបានសុំម្ដាយឲ្យជូននាងទៅសួរសុខទុក្ខអ្នកគ្រូដែលកំពុងសម្រាកព្យាបាលនៅឯមណ្ឌលសុខភាពមីងននឆ្លើយល្អហើយកូនម៉ាក់ជូនកូនទៅតែចាំម៉ែរួចចាំម៉ែរៀបចំផ្លែឈើបន្តិចបន្តួចផ្ញើជូនគាត់យើងឃើញស្រីនាថនិងម្ដាយមកដល់អ្នកគ្រូសប្បាយចិត្តខ្លាំងណាស់គាត់និយាយអ្នកគ្រូសូមអរគុណកូនស្រីនាថនិងម្ដាយនិងអ្នកមីងដែលមកសុខទុក្ខខ្ញុំមីងននឆ្លើយតបមិនអីទេសូមជូនពរអ្នកគ្រូឲ្យឆាប់ជាសះស្បើយអ្នកគ្រូតបចាអរគុណជំរាបលាអ្នកគ្រូ